អ្វីដែលណាឃើញនេះគឺជាសំណួរវោហារស័ព្ទidiomatic ណាសម្រាប់ការនិយាយណា idiomatic នៅទីនេះខ្ញុំបង្ហាញចំនួនសំណួរវោហារស័ព្ទពីរនោះរួមមាន bump into somebody ហើយមួយទៀត be out of your depth ណា your depth ចង់ដឹងថាពីរនោះមានន័យយ៉ាងណាគេប្រើប្រាស់ដោយម្ដេចវីដេអូនេះខ្ញុំបង្ហាញអ្នកនរគ្នានៅរបៀបប្រើប្រាស់សំណួរវោហារស័ព្ទឬក៏ idiomatic ទាំងនេះតោះចាប់ផ្ដើមទី1នេះ bump into មានតែជួបគ្នាចៃដន្យណា bump into ជួបគ្នាចៃដន្យmeet somebody by chance ណាជួបគ្នាចៃដន្យអូខេbump into ទីហោណា I bumped into her at the mall អូខេ I bumped into her at the mall ស្មើនឹងផ្សារណាផ្សារទំនើបហើយមួយមក mall អូខេដូច្នេះខ្ញុំជួបនាងចៃដន្យទេនៅផ្សារហ្នឹងមិនមែនមានកម្រងចង់ជួបទេអូខេអញ្ចឹងកាលណាជួបចៃដន្យក៏យើងចង់ប្រើពាក្យជាមួយនឹងសំណួរមហាស័ព្ទឬក៏ idiomatic យើងប្រើ bump into អូខេអញ្ចឹងខ្ញុំជួបនាងចៃដន្យនៅឯផ្សារហ្នឹង I bumped into her at the mall អូខេខ្ញុំជួបនាងចៃដន្យពាក្យមួយទៀតនេះគឺ out of your depth មានន័យថាมันមានបទពិសោធន៍ឬក៏មិនចេះនិយាយថាមិនចេះណាมันមានបទពិសោធន៍ឬមិនចេះអីចឹងមកឧទាហរណ៍ថាគ្រូបង្រៀនហើយបើតែចេះបង្រៀនប៉ុន្តែខុសមុខវិជ្ជាក៏អាហ្នឹង out of ណា your depth ដូចគ្នាអ្នកបើកបរណាធ្លាប់តែបើកឡានលេខអូតូដល់កាន់លេខដៃអាហ្នឹងក៏អាចនិយាយថា out of your depth អូខេអ្នកនរគ្នាមើលឧទាហរណ៍នេះI'm not a smart driver ណា I'm not a smart driver បញ្ជាក់ឲ្យថាខ្ញុំមិនមែនជាអ្នកបើកបរឆ្លាតទេខ្ញុំមិនមែនអ្នកបកកែបើកបរទេ So I prefer not to go out of my depth ណា So I prefer not to go out of my depth មានថាម៉េចមានថាខ្ញុំមិនពេញចិត្តបើកទៅទាំងមិនចេះទេណាអញ្ចឹងខ្ញុំមិនមែនជាអ្នកបើកបរបកកែបើកទេប៉ុន្តែបើខុសឡានក៏រៀងដូចមិនសូវស្រួលដែរអញ្ចឹងថាគាត់មិនបង្ខំចិត្តណាបើកតែមិនចេះទេន័យអញ្ចឹងបើកតែមិនចេះដូច្នេះ I prefer not to go out of my depth មានន័យថាខ្ញុំមិនព្រមបើកទាំងខ្ញុំមិនចេះទេន័យហ្នឹងគឺអញ្ចឹងដូច្នេះអ្វីដែលយើងចេះថ្ងៃនេះក្នុងវីដេអូនេះអ្នកនរស្គាល់សំណួរមហាស័ព្ទ2ទី1នោះ bump into មានន័យថាជួបគ្នាចៃដន្យឬក៏ see by chance មួយទៀតគឺ out of your depth មានន័យថាមិនមានបទពិសោធន៍ឬក៏មិនចេះ